ក្រនតែឃើញសាច់ជ្រូកបំពងដល់ក្រហមចិនឆ្អៅមើលទៅគឺទំនងគួរឲ្យចង់ទទួលទាននេះគឺពុកម៉ែបងប្អូនប្រកាសជានឹកឃើញដល់ខេត្ត2ពុកម៉ែបងប្អូនគឺខេត្តព្រៃវែងនិងខេត្តស្វាយរៀងឲ្យតែមានកម្មវិធីធំៗគឺខាងយើងខ្ញុំគឺមិនដែលចោលមុខហូបមុខនេះទេគឺយើងអាចយកញ៉ាំបង្កជាមួយជ្រូកសណ្ដែកឬក៏ជ្រូកផ្សេងៗបានគ្រប់ប្រភេទតែម្ដងបើយកមកធ្វើជាជើងខ្លែងវិញគឺរឹតតែពិសេសតែម្ដងជំហានដំបូងនៃការផ្សំគ្រឿងគឺខ្ញុំបានធ្វើការហាន់សាច់ជ្រូកដុំតូចល្មមសម្រាប់សាច់ជ្រូកគឺខ្ញុំបានជ្រើសរើសសាច់3ជាន់ដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងគឺយើងធ្វើការហាន់បន្តិចទៅពុកម៉ែបងប្អូនបន្ទាប់មកគឺធ្វើការទុកមួយលើរួចហើយយើងធ្វើការផ្សំគ្រឿងតែម្ដងទៅគឺខ្ញុំបានមានជាឆ្នាំងតូចមួយអញ្ចឹងទៅបន្ទាប់មកយើងធ្វើការដាក់នៅប្រេងខ្យងសាតេដើម្បីបង្កើតក្លិនឈ្ងុយម្សៅស៊ុបខ្ទឹមសយើងបានចិញ្ច្រាំរួចស្រេចស្ករសប៊ីចេងទឹកដោះគោខាប់បន្តមកយើងធ្វើការកូរត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងគឺសព្វគ្នាបានល្អជាពិសេសគឺស្ករសគឺវាឆាប់រលាយពុកម៉ែបងប្អូនលក្ខណៈងាយចាប់ជាតិរួចហើយយើងធ្វើការបន្ថែមនៅគ្រឿងទេសរបស់យើងជាបន្ទាប់នោះមានដូចជាទឹកប៉េងប៉ោះដើម្បីបង្កើនសម្រស់នៃមុខម្ហូបរបស់យើងគឺពណ៌កាន់តែក្រហមឆ្អិនឆ្អៅបែបធម្មជាតិតែម្ដងរួចហើយយើងធ្វើការបន្ថែមនៅប្រេងល្ងនិងស្ដាច់ស៊ុបដើម្បីបង្កើននៃមុខម្ហូបរបស់យើងគឺកាន់តែមានឲ្យជ្រោះតែម្ដងជំហានបន្ទាប់គឺយើងធ្វើការកូរត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាកាន់តែល្អតែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច like subscribe សូមកុំភ្លេចធ្វើការចុច like subscribe ជូន channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី channel របស់ខ្ញុំបាទបន្ទាប់ពីឆ្លងកាត់នៃការកោតឲ្យញាប់ដៃញាប់ជើងចុងភៅទៅឃើញថាគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាបានល្អពុកម៉ែបងប្អូនគឺយើងធ្វើការយកទៅស្រោចពីលើសាច់ជ្រូក3ជាន់ដែលយើងបានហាន់រួចជាស្រេចពុកម៉ែបងប្អូនគឺយើងធ្វើការស្រោចបែបនេះមកបន្ទាប់មកយើងធ្វើការច្បល់ចុះច្បល់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាល្អជាមួយនឹងសាច់ជ្រូកនឹងឯងបន្ទាប់មកយើងធ្វើការទុក20ទៅ25នាទីដើម្បីឲ្យសាច់ជ្រូករបស់យើងជាមួយនឹងគ្រឿងគឺសព្វគ្នាបានល្អបន្ទាប់មកយើងធ្វើការយកសាច់ជ្រូករបស់យើងទៅបំពងតែម្ដងទៅឃើញតែខ្ទះនិងប្រេងឆារបស់យើងគឺក្តៅល្មមគឺយើងធ្វើការចាក់សាច់ជ្រូករបស់យើងចូលតែម្ដងក្នុងការបំពងនេះដែរពុកម៉ែបងប្អូនឧស្សាហ៍ប្រែប្រួលបន្តិចទៅដើម្បីកុំឲ្យខ្លោចបាក់ខ្ទះបន្ទាប់ពីឆ្លងកាត់នៃការប្រែប្រួលចូលឡើងមួយសន្ទុះទៅឃើញថាសាច់ជ្រូកបំពងរបស់ខ្ញុំបាទគឺបានឆ្អិនល្អពុកម៉ែបងប្អូនខ្ញុំបានធ្វើការស្រង់ទុកមួយលើដើម្បីឲ្យស្រស់ខ្លាញ់ហើយមើលទៅពណ៌គឺក្រហមឆ្អិនឆ្អៅតំណងគួរឲ្យចង់ទទួលទានតែម្ដងបើសិនជាមានជាក់3 4 5នាក់វិញគឺធ្វើកម្មវិធីរបស់យើងគឺកាន់តែស្រស់ស្រាយតែម្ដងហើយមុខម្ហូបធ្វើជារបៀបផ្សំគ្រឿងសាច់ជ្រូកបំពងឲ្យមានរសជាតិឆ្ងាញ់ដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត